កម្ពុជាកំពុងកសាងអនាគតឧស្សាហកម្មរបស់ខ្លួនដើម្បីរក្សាតុល្យភាពរវាងការអភិវឌ្ឍនវានុវត្តន៍និងការទទួលខុសត្រូវផ្នែកបរិស្ថានដែលជោគជ័យរបស់អាជីវកម្មនិងចីរភាពនៃភពផែនដីត្រូវដើរទន្ទឹមគ្នាមានរង្វាន់ឧស្សាហកម្មបៃតងបានឈានដល់ឆ្នាំទី6ក្នុងការលើកកម្ពស់និងទទួលស្គាល់ក្រុមហ៊ុនគំរូដែលបានចាប់យកគោលការណ៍និរន្តរភាពមកអនុវត្តនៅក្នុងវិស័យចម្រុះរាប់ចាប់តាំងពីឧស្សាហកម្មផលិតភេសជ្ជៈរហូតដល់វាយនភ័ណ្ឌការកែច្នៃអាហារនិងការវេចខ្ចប់រោងចក្រសហគ្រាសទាំងនេះកំពុងខិតខំកែលម្អខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឲ្យកាន់តែបៃតងនិងកាន់តែឆ្លាតវៃក្រុមហ៊ុនជាច្រើនបានចូលរួមក្នុងគំនិតដូចដើមនេះនិងបានរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជាខ្មែរ Beverages ជាក្រុមហ៊ុនមួយដែលបានអនុវត្តគោលការណ៍និរន្តរភាពដោយផ្ដោតលើការលើកកម្ពស់ប្រសិទ្ធភាពធនធានប្រើប្រាស់វត្ថុធាតុដើមឲ្យអស់លទ្ធភាពបង្កើនប្រសិទ្ធភាពថាមពលនិងកាត់បន្ថយសំណល់នេះគឺជាប្រព័ន្ធ Energy Recovery System ដែលជាបច្ចេកវិទ្យាចុងក្រោយដែលយើងបំពាក់ដើម្បីយើងទាញថាមពលយកមកប្រើប្រាស់បានវិញក្នុងដំណាក់កាលកាច់បេស្រាបៀរនៅក្នុងហ្នឹងគឺវានឹងបំភាយឧស្ម័នកាបូនិកនិងឧស្ម័នកម្រមួយចំនួនទៀតតែយើងអត់ឲ្យឧស្ម័ននឹងភាយទៅក្នុងបរិយាកាសទេយើងក៏ប្រមូលឧស្ម័ននឹងបន្សុទ្ធឧស្ម័ននឹងឲ្យទៅជាឧស្ម័នកាបូនិកសុទ្ធហើយ capacity ដែលយើងអាច recovery ឧស្ម័នកាបូនិកពីធុងនឹងបានប្រហែលជា3000គីឡូក្នុង1ម៉ោងក្រុមហ៊ុន Camro ក៏បានវិនិយោគលើបច្ចេកវិទ្យាថ្មីៗនិងគ្រឿងម៉ាស៊ីនទំនើបដូចជាប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានមេត្រីភាពបរិស្ថានការផ្លាស់ប្ដូរមកប្រើប្រាស់ប្រភពថាមពលស្អាតនិងការគិតគូរដល់សុខភាពនិងសុវត្ថិភាពរបស់កម្មករនិយោជិតNow we don't use more diesel generators. We move to clean grid electricity. So we implement also many energy technologies. I'm sure that all our direction of this activity, they focus on reduction, water, electricity consumption, and of course CO2, decrease the low level of CO2. We track daily, monthly, and discuss what we can do more. នៅក្នុងវិស័យអាហារក្រុមហ៊ុន Kirirom Food Production ជាក្រុមហ៊ុនក្នុងស្រុកមួយដែលបានបង្ហាញថាផលិតកម្មប្រកបដោយនិរន្តរភាពជួយដល់ខ្សែច្រវាក់ផ្គត់ផ្គង់និងបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទរួមទាំងកសិករដាំស្វាយផ្គត់ផ្គង់ដល់ក្រុមហ៊ុនផងដែរពេលដែលចូលរួមនៅគម្រោងឧស្សាហកម្មបៃតងជាមួយនឹងក្រសួងយើងបានកែប្រែការប្រើប្រាស់អស់ព្រៃនៅក្នុងឡរបស់យើងក៏បានប្រពាក់នៅប្រព័ន្ធសូឡាមួយចំនួននៅលើដំបូលរបស់អគារហើយនឹងតាមទីសាធារណៈយើងប្រើប្រព័ន្ធសូឡានិងប្រព័ន្ធភ្លើង sensor អូតូដើម្បីសន្សំចៃនៅថាមពលមួយចំនួនតាមយើងអាចធ្វើបានបច្ចុប្បន្ននេះទឹកក៏ជាប្រភពទុនធានធម្មជាតិមួយដ៏សំខាន់ដែរបើសិនបើយើងប្រើប្រាស់មិនបានត្រឹមត្រូវទេមិនបានសមចៃទេអាចយើងប្រើប្រាស់អាចនឹងខាតហើយទឹកកខ្វក់ដែលចេញពីផលិតកម្មមកនេះគឺយើងយកមកឆ្លងកាត់នៅអាងផលិតកម្មរបស់យើងបាទហើយអាងផលិតកម្មរបស់យើងនោះយើងបំលែងទៅជា biogas ទីផ្សារធំរបស់ក្រុមហ៊ុនតែម្ដងគឺទីផ្សារអឺរ៉ុបបាទហើយនឹងទីផ្សារបន្តទៀតគឺទីផ្សារអាមេរិកបាទហើយប្រទេសទាំងអស់នេះជប៉ុនដូចគ្នាដែរប្រទេសទាំងអស់នេះសិតតែគិតគូរទៅលើបរិស្ថានគិតគូរទៅលើកិច្ចការងារសង្គមទាំងអស់PPSEC ជាក្រុមហ៊ុនផលិតគ្រឿងភ្ជាប់សម្លៀកបំពាក់សម្រាប់ម៉ាកយីហោល្បីៗក៏បានរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីផលិតកម្មចក្រាដោយប្រើប្រាស់ធាតុចូលផលិតកម្មដែលត្រូវបានកែច្នៃសម្រាប់ការប្រើប្រាស់ឡើងវិញនិងកាត់បន្ថយសំណល់តើតើជាមួយនឹងការអនុវត្តគម្រោងថាមពលស្អាតក៏ដូចជាការប្រើប្រាស់ថាមពលកកើតឡើងវិញពលឺព្រះអាទិត្យហ្នឹងយើងចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ2020មកម៉េចដោយការដំឡើងទៅលើប្រព័ន្ធសូឡាទៅលើ rooftop ក៏ដូចជាការផ្លាស់ប្ដូរទៅលើអំពូលដែលចូលពីការស៊ីភ្លើងខ្លះមកជាការប្រើប្រាស់នឹងអំពូល LED វិញម្យ៉ាងនេះទៀតយើងក៏មានការផ្លាស់ប្ដូរប្រព័ន្ធ air compressor ឬក៏ហៅថាម៉ាស៊ីនបំណែនខ្យល់ដើម្បីជាការ support ទៅក្នុងចង្វាក់ផលិតកម្មជាមួយនឹងការសន្សំថ្លៃថាមពលរហូតដល់ឥឡូវនេះយើងអាចនិយាយបានថាចន្លោះពី 35% ទៅកាន់ 40%ការអភិវឌ្ឍឧស្សាហកម្មបៃតងក៏មានន័យថាការការពារមនុស្សនៅក្នុងផលិតកម្មផងដែរពលគឺធានាសុវត្ថិភាពសេចក្តីថ្លៃថ្នូរនិងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់កម្មករនិយោជិតគ្រប់រូបការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជាត្រូវមានចំណែកចូលរួមទាំងពីបុរសនិងស្ត្រីដើម្បីបង្កើតនវានុវត្តន៍និងវឌ្ឍនភាពរួមសម្រាប់សេដ្ឋកិច្ចនិងសង្គមជាតិកិច្ចខិតខំប្រឹងប្រែងទាំងនេះកំពុងពង្រឹងសហគមន៍
បង្កើតការងារដែលមានគុណភាពនិងរួមចំណែកដល់ការយល់ដឹងស្តីពីបរិស្ថាននៅទូទាំងប្រទេស It's a good direction. Together with MISI, the government of Cambodia, I think we can change mindset not only Cambodian employees, we can change mindset of all Cambodian people. រួមគ្នាដើម្បីបង្ហាញថាខ្សែច្រវាក់ផលិតកម្មកាន់តែបៃតងអាជីវកម្មកាន់តែប្រសើរ